មនុស្សមានភាសារបស់មនុស្សចូលកុំព្យូទ័រដូចគ្នាកុំព្យូទ័រក៏មានភាសារបស់វាដែរដែលអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញហើយគឺលេខ1និងលេខ0នឹងឯងស្វាគមន៍មកកាន់ចំណេះដឹងអត់ប្រយោជន៍តែមានប្រយោជន៍វគ្គ2អញ្ចឹងភាសាដែលកុំព្យូទ័រប្រើនោះគឺ binary ឬក៏យើងហៅថាប្រព័ន្ធគោល2ហើយនៅវិទ្យាល័យក៏យើងមានមេរៀនដែលពាក់ព័ន្ធនឹងវាដែរគឺតក្កវិទ្យាស្មាតោនិយាយទៅលើកន្លែងដែលប្រឡងជាប់មកកណិតចឹងណាបាទទៅសាច់យើងវិញចាំមានឆ្ងល់អត់បើវាមានភាសាខុសពីមនុស្សចាំមិនបានយើងអាចប្រើប្រាស់វាបានមិនឆ្ងល់ទេដោយសារតែមនុស្សយើងជាអ្នកបង្កើតវាឡើងបើសិនជាយើងជាអ្នកចងក្រងវាយើងអាចដោះស្រាយវាបានដូចគ្នាភាសាមនុស្សខុសពីភាសាកុំព្យូទ័រត្រង់ថាមនុស្សយើងចេះគិតមានហេតុផលមានអារម្មណ៍ចេះបត់បែនពេលខ្លះគ្រាន់តែសញ្ញោដាក់គ្នាក៏ដឹងថាចង់និយាយពីអីគេដែរ The Bluetooth device is connected successfully. តែកុំព្យូទ័រវិញខុសត្រង់ថាគឺត្រូវតែ logic មាន structure ច្បាស់លាស់8+2គឺត្រូវតែ10ដែលអាស្រ័យលើអ្នកសរសេរកូដគាត់ចង់ឲ្យបែបណាវានឹងចេញបែបហ្នឹងអញ្ចឹងកូដឬក៏ programming នេះវាគឺប្រៀបដូចជាស្ពានដែលតភ្ជាប់រវាងមនុស្សនិងកុំព្យូទ័រដែល programming ដូចជាអ្នកដែលបកប្រែភាសាកូដដែលមនុស្សសរសេរទៅជា binary ចប់